នៅឆ្នាំ1972កម្ពុជាបានប្រកាសខ្សែបន្ទាត់ទាមទារបាតសមុទ្រនិងដែនសមុទ្ររបស់ខ្លួនដោយយោងលើច្បាប់អន្តរជាតិសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ដែលបានកំណត់ពីកិច្ចព្រមព្រៀងដោះដូរទឹកដីនិងការកំណត់ព្រំដែនរវាងសៀមនិងបារាំងកាលពីជំនាន់នោះមួយឆ្នាំក្រោយមកគឺនៅឆ្នាំ1973ប្រទេសថៃក៏បានប្រកាសខ្សែបន្ទាត់របស់ខ្លួនផងដែរបន្ទាត់ទាំងពីរបានឆ្លងកាត់គ្នាបង្កើតជាតំបន់ដែលភាគីទាំងពីរអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសរៀងៗខ្លួនដូចនេះតើកម្ពុជានិងថៃជ្រើសរើសការដោះស្រាយបញ្ហានេះដោយរបៀបណាហើយហេតុអ្វីបានជា MOU ឆ្នាំ2001ក្លាយជាជម្រើសដែលភាគីទាំងពីរព្រមទទួលយកនៅពេលនោះហើយការលុប MOU ឆ្នាំ2001ជាឯកតោភាគីរបស់ប្រទេសថៃអាចធ្វើឲ្យប្រទេសថៃមានសិទ្ធិគ្រប់គ្រងដែនសមុទ្រឬយ៉ាងណា